អើលពេញសង្គមទៀតហើយពុកម៉ែបងប្អូនអីយ៉ាអីយោយផ្ទុះរឿងអាស្រូវគ្រួសារតកូលសែមប្អូនបង្កើតមានបនស័កខ្ពស់រំលោភយកដីមរតក300ហិកតាពីបងប្រុសសប្បុរសជនដែលធ្លាប់ជួយសង្គ្រោះទាំងឋានៈតូចទាំងឋានៈធំរាប់មិនអស់នៅក្នុងប្រជាណាចក្រកម្ពុជាឈាមស្របក្បាលហើយខ្លាយជាសត្រូវព្រោះទ្រព្យសម្បត្តិនៅលើលោកនេះអ្វីដែលឈឺចាប់បំផុតនឹងណាមិនមែនសត្រូវមកបៀតបៀនទេប៉ុន្តែការដែលមានសត្រូវឈាមបង្កើតមកចាក់ពីក្រោយខ្នងយ៉ាងព្រៃផ្សៃយ៉ាងនេះលោកសែមរតនៈបុគ្គលដែលមហាជនស្គាល់យ៉ាងច្បាស់ក្រឡែតដូចថ្ងៃថាជាមនុស្សដែលមានបេះដូងសប្បុរសតែងលូកដៃជួយរកយុត្តិធម៌ដល់អ្នករងគ្រោះនៅក្នុងប្រជាណាចក្រកម្ពុជាបែរជាត្រូវមកធ្លាក់ក្នុងភក់ជ្រាំនៃភាពអយុត្តិធម៌ដែលបង្កឡើងដោយប្អូនបង្កើតគឺលោកសែមរតនាអគ្គនាយកស្ដីទី NPM EC Company នេះមិនមែនត្រឹមតែជាទំនាស់ដីធ្លី300ហិកតាតែប៉ុណ្ណោះទេពុកម៉ែបងប្អូនដែលឪពុកបន្សល់ទុកឲ្យនោះទេប៉ុន្តែវាគឺជាការរំលោភបំពានលើសិលធម៌មនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុតហើយពិតជាឆំមែនទែនពុកម៉ែបងប្អូននេះមិនមែនជារឿងដែលគួររំលងនឹងស្ដាប់ចោលនោះទេបងប្អូនទូរទស្សនិកជនស្ដាប់ដោយយកចិត្តទុកដាក់ផងភ័ស្តុតាងនៃគុណធម៌ប៉ះនឹងអំណាចអកតញ្ញូតាមភ័ស្តុតាងជាក់ស្ដែងលោកសែមរតនៈដែលជាបងប្រុសបង្កើតលោកសែមរតនាមិនមែនត្រឹមតែជាបងប្រុសបងអស់ដែលប្រៀបដូចជាឪពុកទី2ប៉ុណ្ណោះទេប៉ុន្តែលោកគឺជាខ្នងបង្អែកយុត្តិធម៌សម្រាប់អ្នកទុនខ្សោយទៀតផងស្នាដៃដែលសង្គមត្រូវចងចាំលោកសែមរតនៈកន្លងមកនេះលោកបានចេញមុខដោះស្រាយវិវាទដ៏ក្តៅកគុកជូនលោកវិទ្យគឹមសាននិងក្រុមហ៊ុនអុកញ៉ាលេងនវត្រាដោយជោគជ័យបរិបូរណ៍និងដោយស្នាមញញឹមយុទ្ធសាស្ត្រឈ្នះតាមសម្ដេចពុកដេជោសែនទាំងសងខាងទៀតយុទ្ធធរជូនកងទ័ពលោកបានជួយរកយុទ្ធធរពលបាលត្រីប៉ោយពិសិដ្ឋដែលរងភាពយុត្តិធម៌កាត់ប្រាក់ខែអស់រយៈពេល3ឆ្នាំរហូតទទួលបានជោគជ័យជំនះពីស្ថាប័ន NPM EC ភាពផ្ទុយគ្នាដ៏ខ្លោចផ្សាបំផុតនេះខណៈដែលលោកសែមរតនៈខំជួយរកសន្តិភាពដ៏ត្រជាក់ត្រជុំដល់ជនរងគ្រោះរាប់មិនអស់និងយុត្តិធម៌ឲ្យអ្នកដទៃបែរជាប្អូនបង្កើតរបស់ខ្លួនលោកសែមរតនាប្រើតួនាទីជាអគ្គនាយកស្ដីទីមកលេបត្របាក់ដីមរតកឪពុកបន្សល់ទុកឲ្យចំនួន300ហិកតាយកទៅគ្រប់គ្រងម្នាក់ឯងឯណោះវិញយីពិតជាថ្លើមពីមេឃមែនទង្វើនេះមិនត្រឹមតែមិនចែកឲ្យបងប្អូនទេតែថែមទាំងប្រើអំណាចបិទភ្លើងដោះស្រាយទៀតផងប្រើបុណ្យជាមួយអ្នកក្រៅរាប់រយចម្ពោះមិនស្មើធ្វើបុណ្យជាមួយនឹងបងប្អូនឯងក្នុងផ្ទះទេមានស័កភ្លេចបុណ្យមានទុនភ្លេចគេឡើងក្រែភ្លេចម្ចាស់ផ្ទះឆ្អែតបាយភ្លេចវាស្រែពោះវែកមិនដែលចឹកម្ចាស់ទេតែមនុស្សអកតញ្ញូហ៊ានណាស់សំបីតែសាច់ឈាមឯងនេះទង្វើរបស់លោកសែមរតនាមិនត្រឹមតែបំផ្លាញយុត្តិធម៌ក្នុងគ្រួសារទេតែថែមទាំងជន់ឈ្លីកិត្តិយសស្ថាប័នកងទ័ពទាំងមូលផងដែរមហាជនកំពុងដាក់សំណួរចំថាតើមន្ត្រីដែលមិនស្គាល់គុណបងមិនស្គាល់យុត្តិធម៌ក្នុងផ្ទះតើអាចទៅរក្សាសន្តិភាពជូនជាតិនិងអន្តរជាតិបានដោយស្មោះត្រង់របៀបណាសូមដាស់តឿនដល់ក្រសួងការពារជាតិនិងស្ថាប័នអធិការកិច្ចជាតិខ្ញុំបាទសែមរតនៈដែលជាបងប្រុសបង្កើតទទូចស្នើសុំគំទុកឲ្យបុគ្គលម្នាក់ប្រើប្រាស់ស្លាកយហោរដ្ឋនិងអំណាចទូនាទីមកធ្វើព្យុះភ្លៀងរំលោភច្បាប់ភូមិបាលនិងបំពានសិទ្ធិមរតកបងប្អូនឯងតាមតែអំពើចិត្តនេះមាសសុទ្ធមិនខ្លាចភ្លើងលោកសែមរតនៈត្រូវតែទទួលបានដីគេក្នុង300ហិកតាលោកសែមរតនៈត្រូវទទួលបាន100ហិកតាមកវិញដើម្បីភាពយុត្តិធម៌ក្នុងសង្គមនិងទទួលបានយុត្តិធម៌ត្រឡប់មកវិញដោយដែលលោកធ្លាប់បានលះបង់ជួយអ្នកដទៃកន្លងមកដាំចេកកុំសង្ឃឹមផ្លែម្ទេសនោះមនុស្សអកតញ្ញូក៏មិនអាចខ្លាចជាមេដឹកនាំល្អបានឡើយគួរបញ្ជាក់ផងដែរថាយុត្តិធម៌ត្រូវតែមានឈាមត្រូវតែស្រែកទឹកហូរមិនដែលហូរត្រឡប់ទេតែរឿងអយុត្តិធម៌មិនអាចទុកឲ្យនៅគង់វង្សបានឡើយយើងសង្ឃឹមយ៉ាងមុតមាំថាឋានៈដឹកនាំជាន់ខ្ពស់ជាពិសេស
សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមទាសេហានឹងមិនបណ្ដោយឲ្យបុគ្គលអកតញ្ញូម្នាក់មកបំផ្លាញជំនឿចិត្តប្រជាជនលើប្រព័ន្ធយុត្តិធម៌ឡើយមានសុទ្ធមិនខ្លាចភ្លើងដើម្បីភាពយុត្តិធម៌ក្នុងសង្គមនិងដើម្បីដាស់តឿនដល់មនុស្សចំនួនក្រោយថាអំពើអាក្រក់មិនអាចឈ្នះអំពើល្អបានឡើយសារដាស់តឿនចុងក្រោយរបស់លោកសែមរតនាសន្តិភាពចាប់ផ្ដើមពីផ្ទះណាបើក្នុងផ្ទះមិនអាចរក្សាយុត្តិធម៌បានផងហ្នឹងកុំសង្ឃឹមថានឹងរក្សាសន្តិភាពក្រៅផ្ទះបានឲ្យសោះនោះ